តាមរយៈរូបភាពពី3ខាងមុខនេះយើងអាចសន្និបាតបានទេថាតើវាគឺជាតំបន់រមណីយដ្ឋានឬក៏ជាកន្លែងណាមួយនៅក្នុងប្រទេសកម្ពុជាវាមានការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជនអ្នកអានមិនថាតែអ្នកសិក្សាឬក៏អ្នកស្ដាប់ជាដើមអំពីរឿងនេះបានឆ្លុះបញ្ចាំងអំពីកម្លាំងរបស់ស្ត្រីនិងកម្លាំងរបស់បុរសល្បិចកលរបស់ស្ត្រីដែលបានយកឈ្នះទៅលើបុរសហើយរឿងនេះមានចំណងជើងថាភ្នំប្រុសភ្នំស្រីកាលពីដើមឡើយមានស្ដេចស្រីមួយអង្គព្រះនាមស្រីអយុធ្យាសោយរាជ្យនៅក្នុងនគរមួយដែលពេលនោះដោយសារតែព្រះនាងជាស្ដេចស្រីឡើងសោយរាជ្យទើបបានជាមិនមានបុរសណាម្នាក់ហ៊ានមកដណ្ដឹងព្រះនាងយកមកធ្វើជាប្រពន្ធនោះទេលុះចំណេះក្រោយមកព្រះនាងក៏បានទៅដណ្ដឹងបុរសដើម្បីយកមកធ្វើជាប្តីដែលជាហេតុបណ្ដាលឲ្យអ្នកនៅក្រោមអាវាតទាំងអម្បាលម៉ានទៅដណ្ដឹងបុរសយកមកធ្វើជាប្តីដែរផលវិបាកក៏បានកើតឡើងចំពោះស្ត្រីដែលនៅក្រោមអាវាតរបស់ស្ដេចស្រីនោះគឺដោយសារតែរូបសម្រស់របស់ពួកគេមិនបានបង្កជាភាពទាក់ទាញទៅដល់បុរសនេះជាហេតុបណ្ដាលឲ្យនៅពេលដែលស្ត្រីបានទៅដណ្ដឹងបុរសយកមកធ្វើជាប្តីតែងតែទទួលបានការប្រកែកពីបុរសទាំងនោះនេះជាហេតុបណ្ដាលឲ្យចំណងក្រោយនៃស្ដេចក្រោយរាជ្យបន្តមកទៀតបានជំនុំគ្នាដោយលើកហេតុផលនេះឡើងថាប្រសិនបើពួកគេនៅតែទៅដណ្ដឹងបុរសទៀតនោះនឹងមិនមានបុរសណាព្រមទទួលយកពួកគេធ្វើជាប្រពន្ធនោះទេហើយក្រោយពីការប្រជុំជំនុំគ្នាចប់ស្ត្រីក៏បានដាក់ចេញនូវល្បិចមួយដែលបានហៅបុរសមកដើម្បីភ្នាល់នៅកម្លាំងគ្នាដោយការពូនភ្នំបុរសដែលមានកម្លាំងខ្លាំងហើយតែងតែបំពេញនៅការងារដែលស្ត្រីមិនអាចបំពេញបានក៏បានសម្រេចចិត្តថានឹងទៅពូនភ្នំជាមួយនឹងស្ត្រីដែលបានបបួលពួកគាត់លក្ខន្តិកៈក៏បានផ្ដល់ឲ្យទៅខាងបុរសគឺថាប្រសិនបើបុរសពូនភ្នំចាញ់ទៅខាងនារីនោះបុរសត្រូវតែមកដណ្ដឹងនារីយកទៅធ្វើជាប្រពន្ធវិញម្ដងហើយក្រោយពីការស្ដាប់លក្ខខណ្ឌនិងលក្ខន្តិកៈមួយចំនួនបន្ថែមទៀតខាងបុរសនិងស្ត្រីក៏បានទៅកេណ្ឌគ្នាដើម្បីមកពូនភ្នំវេលានៃការពូនភ្នំក៏បានមកដល់ទាំងខាងបុរសនិងខាងស្ត្រីក៏បានធ្វើការពូនភ្នំហើយចំណុចសំខាន់មួយទៀតនោះគឺការពូនភ្នំនេះនឹងត្រូវបានបញ្ចប់លុះត្រាតែពេលផ្កាយព្រឹករះក្រោយពីពូនភ្នំបាន2ទៅ3ម៉ោងខាងស្ត្រីក៏បានប្រើល្បិចកមួយគឺបានបង្ហូតគោមភ្លឺមួយឯចុងឦសានភ្នំដែលបណ្ដាលឲ្យបុរសឃើញនឹកស្មានថាជាផ្កាយព្រឹករះក៏នាំគ្នាចូលនន្ទ្រានលក់អស់ដោយសារតែបែបនេះហើយស្ត្រីក៏បានខិតខំបំពេញនៅការងាររបស់ខ្លួនបន្តទៀតរហូតដល់ផ្កាយព្រឹកមែនតែនរះជាហេតុបណ្ដាលឲ្យខាងប្រុសនៅពេលដែលភ្ញាក់ពីនន្ទ្រាមើលឃើញថាភ្នំខាងស្រីខ្ពស់ជាងខ្លួនទើបបានដឹងថាខ្លួនបានចាញ់ល្បិចស្ត្រីហើយក៏យល់ព្រមក្នុងការទៅដណ្ដឹងស្ត្រីយកមកធ្វើជាប្រពន្ធហើយរឿងនេះវាបានបញ្ចប់នៅត្រឹមតែប៉ុណ្ណេះខ្ញុំបានត្រឹមតែសង្ខេបប៉ុណ្នេះទេព្រោះដើម្បីឲ្យចំណុចនីតិហើយយើងឆាប់បានចូលទៅដល់គំនិតអប់រំនៃរឿងនេះចំពោះគំនិតអប់រំនៃរឿងនេះគឺបានលើកតម្កើងស្ត្រីគឺបានន័យថាកាលពីសង្គមអតីតកាលស្ត្រីតែងតែមិនសូវមានមុខមាត់នៅក្នុងសង្គមនោះឡើយហើយភាគច្រើនត្រូវបានឪពុកម្ដាយមើលថែរៀបចំទុកដាក់ឲ្យនៅផ្ទះរៀនវិជ្ជាមេផ្ទះបើតាមរយៈរឿងទុំទាវវិញគឺគេឲ្យស្ត្រីចូលម្លប់ហើយចំណែករឿងភ្នំព្រំស្រីនេះត្រូវប្រហែលជាអ្នកនិពន្ធមើលឃើញអំពីវិបត្តិនៃការមិនសូវមានមុខមាត់នៃស្ត្រីឬក៏ការលើកកម្ពស់ស្ត្រីនៅក្នុងសង្គមដូច្នេះហើយលោកក៏បានតាក់តែងនិពន្ធរឿងនេះឡើងមកយើងដឹងហើយថាស្ត្រីនៅក្នុងសង្គមអតីតកាលគឺមិនអាចបំពេញនៅការងារធ្ងន់ធ្ងរឬក៏ការប្រើប្រាស់កម្លាំងស្មើនឹងបុរសនោះទេប៉ុន្តែនៅក្នុងរឿងភ្នំប្រុសភ្នំស្រីនេះអ្នកនិពន្ធចង់បញ្ជាក់ថា
ទោះបីជានារីមិនអាចមានកម្លាំងឬក៏បំពេញការងារដែលធ្ងន់ធ្ងរដូចបុរសបានក៏ប៉ុន្តែនារីក៏មានប្រាជ្ញាដែលអាចធ្វើការងារដែលលំបាកទៅជាការងារដែលងាយស្រួលមិនដូចបុរសមានតែកម្លាំងតែខ្វះប្រាជ្ញាចំពោះបុរសវិញអ្នកនិពន្ធបានផ្ដល់នូវគំនិតអប់រំថាទី1យើងមិនត្រូវមានអំនួតហើយមិនត្រូវមើលងាយស្ថានភាពនោះទេការដែលយើងខ្វះប្រាជ្ញាតែមានកម្លាំងក៏វាមិនគ្រប់គ្រាន់ក្នុងការបំពេញការងារមួយឲ្យបានល្អនិងរលូននោះដែរដូច្នេះហើយយើងត្រូវតែប្រឹងប្រែងរៀនសូត្រឲ្យមានចំណេះដឹងមានប្រាជ្ញាហើយប្រើប្រាស់នូវកម្លាំងរបស់ខ្លួនធ្វើការងារណាដែលសុចរិតដែលសង្គមត្រូវការហើយត្រូវដើរក្នុងផ្លូវល្អដូច្នេះចំពោះគំនិតអប់រំនៃរឿងនេះក៏បានបញ្ចប់ត្រឹមនេះដែរហើយវាមានគំនិតអប់រំជាច្រើនទៀតនៅពេលដែលយើងបានសិក្សាស៊ីជម្រៅទៅលើវាប៉ុន្តែចំពោះខ្ញុំគំនិតអប់រំប៉ុណ្នេះខ្ញុំអាចគិតថាយើងក៏អាចលើកជាឧទាហរណ៍នៅក្នុងការតែងសេចក្តីផ្សេងៗឬក៏ការតាក់តែងនិពន្ធបែបណាមួយរបស់សិស្សានុសិស្សរបស់យើងហើយមួយទៀតវាក៏ជាផ្នែកមួយដែលចូលរួមក្នុងការលើកកម្ពស់តម្លៃស្ត្រីនិងលើកកម្ពស់អក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរផងដែរដូច្នេះហើយប្រសិនបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយ Subscribe និងដាក់សញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានទឹកចិត្តក្នុងការបន្តនៃការផលិតវីដេអូនេះបន្តទៀតសូមអរគុណសូមជម្រាបលា